Channel ព្រេងកថាសូមជូនរឿងសួស្តីនិងអពមង្គលសម័យមួយសេរីសួស្តីនិងអពមង្គលជួបគ្នានិយាយអពមង្គលសួរទៅសេរីសួស្តីថាលោកមានឫទ្ធិអំណាចដូចម្តេចខ្លះសេរីសួស្តីប្រាប់ទៅអពមង្គលថាឫទ្ធិអំណាចអញជាសេរីសួស្តីនេះខ្លាំងពូកែណាស់សំបីតែមនុស្សខ្ញុំគេទូគេស្អំគេមិនមេត្តាតែអញទៅសន្ធិដ្ឋកាលណានឹងបណ្ដាឲ្យគេស្នេហាទំនប់បំរុងដរាបដល់បានរីកសម្បត្តិឯសេរីសួស្តីសួរទៅអពមង្គលវិញថាឫទ្ធិអំណាចដូចម្តេចខ្លះអពមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅឈ្មោះអ្នកណាបណ្ដាឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនិច្ឆ័យអន្តរាយសំបីតែរីកសម្បត្តិហើយក៏គង់ដល់ធ្លុះធ្លាយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពមង្គលចង់ដឹងឫទ្ធិសេរីសួស្តីក៏ប្រាប់ថាខ្ញុំខេងខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុលសប្តាហ៍ថ្ងៃនេះសេដ្ឋីប្រាឲ្យឃ្វាគោក្របីសេដ្ឋីខឹងនឹងអាតុលជាវាយតែសប្តាហ៍ថ្ងៃថាក៏មើលថែរក្សាគោក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកសេរីសួស្តីទៅសន្ធិដ្ឋនៅឈ្មោះរូបអាតុលខ្ញុំសេដ្ឋីនោះបើវាបានរីកសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិខ្លាំងពូកែប្រកបមែនសេរីសួស្តីប្រាប់ទៅអពមង្គលវិញថាឯងចាំមកគុណមើលចោះថ្ងៃស្អែកនេះអញនឹងចូលទៅសន្ធិដ្ឋលើរូបអាតុលខ្ញុំសេដ្ឋីនៅហើយតែកាលណាអញចូលទៅនៅហើយមិនយូរប៉ុន្មានមុខជាអាតុលខ្ញុំសេដ្ឋីនោះវានឹងសោយរីកសម្បត្តិជាមិនខានលុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របីពីក្រោមយកទៅឃ្វាសេរីសួស្តីចូលទៅសន្ធិដ្ឋនៅលើរូបអាតុលក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអាតុលគៀគោក្របីត្រឡប់មកបញ្ចូលក្រោឯផ្ទះវិញសេដ្ឋីទាំងប្តីប្រពន្ធឈប់មើលគោក្របីឃើញអាតុលរាំងទ្វារក្រៅគោក្របីភ្ជាប់ហើយទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនាយនៅត្រង់កន្លែងខ្លួនដោយសពដងការសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលហើយក៏នឹកក្នុងចិត្តអាណិតថាអោអាតុលអើយទៅឃ្វាគោក្របីអត់បាយក្រហាយទឹកតតែល្ងាចទើបបានបាយបរិភោគម្លេះស្គមវាឃ្លានយ៉ាងណាទៅគិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីឲ្យទៅដួសបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដួសបាយភោជនាហារណាដែលមានឲ្យជារសយកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអាតុលឲ្យមកចិត្តចាប់ម្ហូបដែលមានឲ្យជារសឲ្យបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារឹកពីអាតុលរូបនោះក៏ឃើញថាសមរម្យឥតខ្ចោះរត់ទាស់ចិត្តត្រង់ណាមិនខេងបណ្ដាជនទាំងប្រុសស្រីឲ្យតែឃើញរូបអាតុលនេះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថាសពថ្ងៃនេះយើងឥតកូនទ្រព្យសម្បត្តិគោមានច្រើនអំណះតទៅបើឥតពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអវសានឥតកាលគួរលើកអាតុលឡើងដង្កើងជាកូនកុំឲ្យវាឃ្វាគោក្របីទៀតត្បិតអាតុលនេះសាច់ឈាមរឹកពីល្អណាស់ល្មមសមគួរជាកូនយើងបានដល់ពេលល្ងាចអាតុលត្រឡប់មកពីឃ្វាគោក្របីវិញសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលរឹតតែស្នេហាមេត្តាពុនពេកគោហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួនឈប់ឲ្យទៅឃ្វាគោក្របីចាប់តាំងពីថ្ងៃនោះទៅសេដ្ឋីទាំងប្តីប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអាតុលហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូនអំណោះពីអញទៅទ្រព្យសម្បត្តិអញទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់អាតុលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចសេរីសួស្តីសន្ធិដ្ឋលើខ្លួនលុះអាតុលចម្រើនអាយុពេញរូបរាងឡើងក៏រឹតតែល្អរកបរោះឯណាប្រៀបផ្ទឹមស្មើពុំបានរាល់ពេលព្រឹកល្ងាចសេដ្ឋីតែងចូលគរព្រះមហាក្សត្រពុំដែលសោកខានក៏នាំយកអាតុលជាកូនទៅគរផង
ព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមកការមហាសេដ្ឋីព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមកការមហាសេដ្ឋីឆ្ងល់អង្គងឹងក្រាបបង្គំគាល់ព្រះមហាក្សត្រទ្រង់គ្មានប្រណេតឃើញសេដ្ឋីនិងកូនអង្គុយគាល់ផ្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឬសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសេដ្ឋីមានរូបរឹកពីល្អណាស់ព្រះរាជបុត្រីក៏នឹកក្នុងប្រតិថាកូនសេដ្ឋីនោះមានលំអនឹងរកបរោះណាផ្ទឹមពុំបានធ្វើម្ដេចនឹងបានជាស្វាមីអញដល់ពេលគូស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញសេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសេដ្ឋីថាសូមលោកឪលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតការខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះខ្ញុំឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំមុខជាស្លាប់ជាមិនខានដោយស្នេហាកូនពុនពេកសេដ្ឋីប្តីប្រពន្ធគូប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ដាការជាដង្វាយសុទ្ធតែពេញនិងមាសពោពេញដោយច្រើនកោះកុលលើតុលុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោងព្រះមហាក្សត្រស្ដេចចេញមកឲ្យនិមន្តតូចធំគាល់សេដ្ឋីទាំងប្តីប្រពន្ធក៏គាល់នៅចិត្តគ្រឿងបណ្ដាការដង្វាយនោះស្ដេចត្រាស់សួរថាសេដ្ឋីដង្វាយនេះប្លែកណាស់មានការអ្វីសេដ្ឋីប្តីប្រពន្ធក្រាបបង្គំទូលថាសូមព្រះរាជទេចេះដង្កល់លើត្បូងសូមទ្រង់ជ្រាបក្រាបអង្គធូលីព្រះបាទសូមទ្រង់ប្រោះព្រះរាជទានព្រះរាជបុត្រីសមគុំនឹងកូនខ្ញុំទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់ជ្រាបទ្រង់ព្រះរាជអនុញ្ញាតទ្រង់ចាត់ទុកមុខក្រសួងឲ្យរៀបព្រះរាជពិធីស្រមោលសហោរាថ្វាយរឹកទ្រង់សំគង់ព្រះរាជបុត្រីនិងកូនសេដ្ឋីហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិហើយស្ដេចអតុលនិងព្រះនាងមហេសីក៏បានប្រកបសេចក្តីសុខអតុក្ខាមហាប្រសើររៀងទៅនិយាយពីរឿងអពមង្គលវិញការជួបនឹងសិរីសួស្តីគួរថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានរិទ្ធជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែនដូច្នេះលោកចាំមើលរិទ្ធខ្ញុំវិញម្ដងសូមលោកលែងសន្ធិដ្ឋនៅលើរូបស្ដេចអតុលទៅសិរីសួស្តីក៏ថយចេញពីរូបស្ដេចតុលអពមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចតុលវិញម្ដងឯស្ដេចតុលចេះតែមួម៉ៅក្តៅក្រហាយព្រះនាងមហេសីស្រីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តបណ្ដាឲ្យចិត្តរឹតតែខឹងស្អប់ស្ដេចតុលអស់លោកចាក់ទៅស្ដំទាំងប៉ុន្មានក៏ពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះរាជបិតាក្មេកយករាជសម្បត្តិទៅវិញចំណែកឯស្ដេចអតុលចេះតែក្តៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាទីទំនាបបឹងព្រៃពេកក៏នាំព្រះនាងមហេសីស្រីបរិវារចេញទៅលុះទៅដល់គោឲ្យធ្វើព្រះពន្លាស្នាក់ក្រសានៅទីមាត់បឹងនោះឮតែសូរស័ព្ទត្រដោកគោត្រដោកក្របីស្ដេចតគោភ្នែននឹកអាណិតខ្លួនការនៅជាខ្ញុំមហាសេដ្ឋីដែលគេប្រើឲ្យទៅឃ្វាគោក្របីហើយគូទ្រង់ព្រះកន្សែងសឹកសួរព្រះនាងមហេសីសួរថាព្រះអង្គហេតុអ្វីគូទ្រង់សឹកសួរម្ល៉េះស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថាលាក់បាំងអីម្ចាស់អូនអើយខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេពីដើមបងជាខ្ញុំសេដ្ឋីប្រើឲ្យឃ្វាគោក្របីអីលើត្រដោកគោក្របីបងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំព្រះនាងមហេសីបានឮថាជាខ្ញុំសេដ្ឋីក៏មានចិត្តទោមនស្សក្នុងប្រតិពុនពេកថាអោព្រះវរបិតាពុំគួរសំគងកូនទេរាជសម្បត្តិឲ្យទៅខ្ញុំគេសោះញ៉ាល់ហើយគូនាំស្ដេចតុលនិងស្រីបរិវារដែលហែទៅតាមទាំងប៉ុន្មានត្រឡប់ចូលក្នុងព្រះរាជវាំងវិញចូលក្រាបទូលព្រះវរបិតាមេដា
តាមរឿងដែលស្ដេចតល់យំគ្រប់ប្រការស្ដេចជាព្រះវរមេដាបិតាទ្រង់ជ្រាបហើយទ្រង់ក្រោកពុនប្រមាណទ្រង់ត្រាស់ឲ្យហៅសេដ្ឋីទាំងប្តីប្រពន្ធមកដៀថ្មេះជាទម្ងន់ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកកូនទៅផ្ទះវិញឯរាជសម្បត្តិទ្រង់គ្រប់គ្រងវិញសេដ្ឋីប្តីប្រពន្ធនាំអាតលទៅដល់ផ្ទះហើយជេរវាយថ្មេះតេះដៀលែងរាប់អានជាកូនឲ្យអាតលវាគោក្របីទុកជាខ្ញុំដូចដើមសុភាសិតថាមយាថ្លៃឲ្យយកម្យាថោកឲ្យវា